kia tụi tôi thông nắng màn ấy nhá tụi ní ở Vạn Singaporeขนาดវា90 inch នៅលើកេះขนาดវាជាក់ស្ដែងបាន85 inch បាទផ្ញើទៅខេត្តសៀមរាបផ្សារក្របីរៀលបាទបើមែនតែនទៅអ្នកដែលទទួលត្រូវទទួលទូទស្សន៍ហ្នឹងប្រហែលជាអត់ទាន់ដឹងទេដោយសារអីដោយសារបងប្រុសគាត់នៅប្រទេសដាណឺម៉ាកគាត់ឆាតមកគាត់ថាគាត់ទិញជូនភរិយាគាត់ហើយគាត់ឲ្យសេតកម្មវិធីសេតអីមកចប់ជូនណាបាទហើយគាត់ទិញនេះតេឡេនេះគឺថែមជូនគាត់ទេបាទដោយសារគាត់ទិញអាខ្នាតធំណាអញ្ចឹងថែមតេឡេ voice ហ្នឹងជូនគាត់មួយបាទអញ្ចឹងបងប្អូននៅក្រៅប្រទេសក៏គាត់ធ្វើការកំងទិញបានដែរអញ្ចឹងមួយរយៈនេះគឺមានអតិជននៅក្រៅប្រទេសច្រើនបងប្អូនមានតាំងពីនៅអាមេរិកក៏មានទិញដែរនៅដាណឺម៉ាកបាទនៅកូរ៉េនៅប្រទេសស្អីខ្លះទេបាទគឺគាត់ឆាតមកគាត់ទិញបាទទិញហើយគាត់ឲ្យលេខទូរស័ព្ទអ្នកដែលត្រូវទទួលអីវ៉ាន់ហ្នឹងនៅស្រុកខ្មែរគឺយើងតាក់ទងគ្នាទៅបាទជួនកាលទៅដូចបងប្រុសនៅដាណឺម៉ាកហ្នឹងគាត់វេលុយមកតាម ABA បាទគឺគាត់វេតាម ABA មកបាទអញ្ចឹងឃើញថាបងប្អូននៅក្រៅប្រទេសក៏អាចធ្វើការកំងបានដែរបាទអញ្ចឹងបើសិនបងប្អូនចង់បានបងប្អូនអាចតាក់ទងមកបានហើយចំណែកអាទូចនេះវិញបាទយើងមើលទៅដូចកូនទូទស្សន៍អញ្ចឹងបាទនៅពេលដែលនៅតែឯងក៏ដូចឃើញរៀងធំបាទហើយនៅពេលដែលយកមកដាក់ចិត្តគេអាធំទៅជាតូចវិញបាទទូចនឹងម៉ានអ៊ីងដែរអាតូចនេះគឺ43 inch បាទ43 inch QLED Samsung ណាបាទសម្រាប់បងប្អូនដែលធ្លាប់អាសាមើលវីដេអូខាងខ្ញុំធ្វើវីដេអូបងប្អូនដឹងហើយយើងគ្រាន់តែឃើញតួវាក៏យើងអាចដឹងថាអាហ្នឹងជាសេរី QLED ដែរបាទហើយអតិថិជនគឺគាត់មុននឹងតិចគាត់បានមកមើលផ្ទាល់ហើយបាទអញ្ចឹងខាងយើងនឹងរៀបចំដឹកនឹងដំឡើងជូនគាត់បាទសម្រាប់អតិថិជនដែលគាត់មកហ្នឹងគឺគាត់មកពីខាងឈុបវ៉ាមួយបាទនៅឈុបវ៉ាមួយបាទអញ្ចឹងឃើញថាបងប្អូនគ្រប់ត្រូលច្រើនមែនតើបាទសម្រាប់ទូទស្សន៍អញ្ចឹងឃើញថាទូទស្សន៍គឺនៅតែមានតម្រូវការគ្រប់កលៈទេសៈទាំងអស់បាទមិនថាសម័យណាទេបាទដោយសារទូទស្សន៍ឥឡូវតម្លៃវាមិនថ្លៃដូចមុនទេបាទបងប្អូនគិតមើលតម្លៃ600ជាងហើយទិញបានរហូតដល់ទៅ85 អ៊ីងណាបាទហើយបងប្អូនមើល tele Samsung ខ្ញុំឃើញ tele Samsung នឹកឃើញដល់ tele ជំនាន់មុននេះបងប្អូនមើល tele ជំនាន់មុននេះបងប្អូនណាខ្លះធ្លាប់ប្រើ tele ជំនាន់មុនស៊េរី Sony បាទសម័យមុនក៏ទំនើបដែរណាបងប្អូនអ្នកសំបីត tele សម័យមុនក៏មានលក្ខណៈយើងដូចឃ្លីអញ្ចឹងណាយើងគៀកវាបាននេះអញ្ចឹងគ្រាន់ថាឥឡូវវាកាន់នៅទំនើបអញ្ចឹងអាសេរីចាស់ជំនាន់មុនហ្នឹងគឺបាត់ចង់អស់ហើយណាមានតែរូបភាពទេប៉ុន្តែអត់មានអវ៉ាន់នៅលើទីផ្សារទេឥឡូវអញ្ចឹងបានថាពីមួយចំនួនទៅមួយចំនួនឃើញថាបច្ចេកវិទ្យាកាន់ទៅទំនើបទូលទស្សន៍បានអាប់ដេតបានឡើងដល់កម្រិតនេះមិនធម្មតាទេបាទយើងឃើញថាកម្រិតច្បាស់គឺ 4K ឥឡូវឮថាចេញដល់ 8K ទៀតបាទគឺច្បាស់តែមែនតើបាទហើយដូចបងប្អូនខ្លះគាត់ថាឥឡូវគេលែងមើលទូទស្សន៍ហើយម្នាក់កាន់ទូរស័ព្ទរៀងខ្លួនហើយគេលែងមើលទូទស្សន៍ហើយបាទហ្នឹងគ្រាន់តែជាទស្សនៈបុគ្គលម្នាក់ទេបាទប៉ុន្តែយើងអាចយកទ្រឹស្ដីមនុស្សម្នាក់ដើម្បីយកមកនិយាយជាទូទៅបានទេដោយសារមានគំនិតចឹងហើយបានពីមុនមកខ្ញុំអត់ដែលបានធ្វើទូទស្សន៍ដោយសារខ្ញុំគិតថាម្នាក់មើលទូរស័ព្ទសំបីខ្ញុំហ្នឹងក៏ខ្ញុំកាន់មើលតែទូរស័ព្ទដែរអញ្ចឹងហេតុអីបើត្រូវទៅទិញទូទស្សន៍មើលតែតាមពិតគឺអត់ទេបងប្អូននៅពេលដែលយើងមើលទូរស័ព្ទហើយនឹងទូទស្សន៍គឺខុសគ្នាបាទទូរស័ព្ទយើងមើលយូរវាប៉ះពាល់ដល់ភ្នែកយើងច្រើនណាស់តែបើសិនទូទស្សន៍អត្ថប្រយោជន៍វាទោះបីយើងមើលពីចម្ងាយយើងមិនបាច់ចាំពិបាកឯងព្រោះទូរស័ព្ទជួនកាលយើងមើលមានគេតេមកអីចឹងទៅតែទូទស្សន៍យើងចង់មើលព័ត៌មានតាមរយៈ YouTube ចង់មើលគេ live ផ្ទាល់ទូទស្សន៍ក្នុងស្រុកអីគឺយើងមើលបានទាំងអស់ហើយកម្រិតច្បាស់វាគឺច្បាស់តែម្ដងបាទគឺត្រជាក់ភ្នែកអាហ្នឹងអត្ថប្រយោជន៍វាមួយអត្ថប្រយោជន៍វាមួយទៀតគឺយើងបង្កើតបរិយាកាសរីករាយជាមួយគ្នាលក្ខណៈគ្រួសារពេលខ្លះបើសិនតែយើងដាក់កន្លែងញ៉ាំបាយគឺយើងញ៉ាំបាយបណ្ដាយើងមើលទូទស្សន៍បណ្ដាបាទយើងញ៉ាំបាយបណ្ដាយើងមើលទូទស្សន៍ជុំគ្នាបណ្ដា
បើសិនយើងដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវឬក៏កន្លែងអង្គុយជុំគ្នាលក្ខណៈគ្រួសារគឺយើងមើលទូទាំងអស់គ្នាទៅបង្កើនបរិយាកាសរីករាយនៅក្នុងគ្រួសារមួយបែបដែរបាទអញ្ចឹងទទួលវាមានប្រយោជន៍ច្រើនណាស់បាទយើងអាចដាក់តាំងលម្អឬក៏យើងអាចយកវាទៅប្រើជាលក្ខណៈស៊ុំមុខថតក៏បានដែរយើងដាក់តាំងទៅយើងដាក់រូបថតបងប្អូនចូលទៅជាលក្ខណៈ display រូបថតយើងបានទៀតគឺអេមែនតើបាទអញ្ចឹងហេតុនេះហើយបានជាទូនៅតែមានតម្រូវការអញ្ចឹងបាទតម្រូវការទៅតាមបច្ចេកវិទ្យាថ្មីរហូតអញ្ចឹងធ្វើឲ្យមានតម្រូវការថ្មីរហូតដូចគ្នាបាទទូផ្ទះខ្លះមានទូ1ផ្ទះខ្លះមានទូ2ផ្ទះខ្លះមានទូដល់15បន្ទប់ណាក៏មានទូដែរបាទគឺបើសិនជាយើងអត់មានទូដាក់ផ្ទះហាក់បីដូចជារៀងលហលហេវដូចខ្វះអីមួយយ៉ាងអញ្ចឹងណាបាទតែយើងដាក់ទូទៅគឺទោះបីយើងមើលមិនមើលក៏វាជួយតាំងលម្អផ្ទះយើងបានដែរបាទអញ្ចឹងផ្ទះមួយគួរតែមានទូគ្រប់តែផ្ទះហ្នឹងបាទអញ្ចឹងអរគុណច្រើនបាទសម្រាប់អតិថិជនទាំងក្នុងប្រទេសទាំងក្រៅប្រទេសដែលធ្វើការកម្មង់ទូពីហាងលៀងហាក់អេឡិចត្រូនិកបាទអរគុណ